អតីតប្រធានាធិបតីឌូតេតេប្រឈមការឡើងសវនាការបឋមនៅតុលាការយុត្តិធម៌អន្តរជាតិ ICC ពាក់ព័ន្ធសង្គ្រាមប្រឆាំងគ្រឿងញៀនកាលពីនៅកាន់អំណាចជាប្រធានាធិបតីហ្វីលីពីនលោករូទ្រីកូឌូតេតេបានចាប់ផ្ដើមសង្គ្រាមប្រឆាំងគ្រឿងញៀនដ៏ក្តៅគគុកធ្វើឲ្យកក្រើកពិភពលោកដោយសារមនុស្សរាប់ម៉ឺននាក់ពាក់ព័ន្ធគ្រឿងញៀនបានបាត់បង់ជីវិតរួមទាំងកុមារផងដែរហើយពេលនេះលោកឌូតេតេត្រូវប្រឈមការឡើងសវនាការបឋមនៅតុលាការយុត្តិធម៌អន្តរជាតិ ICC ពាក់ព័ន្ធសង្គ្រាមប្រឆាំងគ្រឿងញៀននេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃអង្គារទី24កុម្ភៈឆ្នាំ2026នេះតុលាការយុត្តិធម៌អន្តរជាតិ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេប្រទេសហូឡង់បាននិយាយថាសវនាការបឋមនេះធ្វើឡើងដើម្បីវិតម្លៃថាតើមានភស្តុតាងគ្រប់គ្រាន់ដើម្បីបន្តទៅកាត់ក្តីលោកឌូតេតេដែរឬយ៉ាងណាដំណើរការសវនាការនឹងបន្តនៅសប្តាហ៍នេះដោយចៅក្រមនៅតុលាការយុត្តិធម៌អន្តរជាតិ ICC នឹងសម្រេចក្នុងរយៈពេល60ថ្ងៃថាតើការចោទប្រកាន់អាចយកជាការបាននឹងត្រូវបន្តនីតិវិធីកាត់ក្តីឬយ៉ាងណាលោកឌូតេតេអះអាងថាលោកមានបញ្ហាសុខភាពទ្រុឌទ្រោមមិនអាចចូលរួមក្នុងសវនាការបឋមបានទេទោះបីជាតុលាការនិយាយថាលោកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការកាត់ក្តីក៏ដោយសូមបញ្ជាក់ថាលោកឌូតេតេត្រូវបានឃុំខ្លួនចាប់តាំងពីខែមីនាឆ្នាំ2025ពាក់ព័ន្ធនឹងសង្គ្រាមគ្រឿងញៀនដែលនាំឲ្យមានការសម្លាប់រង្គាលចន្លោះពីឆ្នាំ2016ដល់ឆ្នាំ2022របាយការណ៍ស៊ើបអង្កេតរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បង្ហាញថាសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកឌូតេតេបានបណ្ដាលឲ្យប្រជាជនហ្វីលីពីនជាង 12,000 នាក់បាត់បង់ជីវិតដែលភាគច្រើនជាជនក្រីក្រនៅទីក្រុងហើយយ៉ាងហោចណាស់មនុស្ស 2,555 នាក់ត្រូវបានសម្លាប់ដោយប៉ូលីសហ្វីលីពីនដែលជាអក្រិតកម្មប្រឆាំងមនុស្សជាតិមេធាវីរបស់លោកឌូតេតេអះអាងថាវិធានការក្តៅរបស់លោកឌូតេតេក្នុងការបង្ក្រាបគ្រឿងញៀនគឺជាការអនុវត្តច្បាប់មិនមែនប្រព្រឹត្តបទឧក្រិដ្ឋនោះឡើយទោះជាយ៉ាងណាមេធាវីជនរងគ្រោះប្រមានថាប្រសិនបើការចោទប្រកាន់ត្រូវបានទម្លាក់ចោលលោកឌូតេតេអាចនឹងវិលត្រឡប់មកវិញជាអិសរាជជនដ៏មានឥទ្ធិពលដែលមានឥទ្ធិពលលើការបោះឆ្នោតនាពេលអនាគតក្រុមអ្នកគាំទ្រនិងអ្នកប្រឆាំងលោកឌូតេតេបានធ្វើបាតកម្មនៅខាងក្រៅតុលាការយុត្តិធម៌អន្តរជាតិ ICC ដែលនេះឆ្លុះបញ្ចាំងពីភាពតានតឹងនយោបាយដែលកំពុងបន្តនៅក្នុងប្រទេសដែនកោះហ្វីលីពីនខ្ញុំតារាពី RT News TV